សូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំ Movie Play Drama 2026មកចូលក្នុងសាច់រឿងសូមជួយ Subscribe Channel របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននូវរឿងថ្មីៗសូមអរគុណនៅក្នុងជំពូកទី4ដែលនិយាយអំពីការផ្លាស់ប្ដូរជីវិតរបស់ខ្មោចម្នាក់ក្នុងយុគសម័យ Digital តើអ្នកធ្លាប់ស្រមៃទេថាបើខ្មោចលុងមនុស្សតាមបែបបុរាណមិនបានផលតើពួកគាត់នឹងធ្វើអ្វីបន្តទៅស្ដាប់ទាំងអស់គ្នាបន្តពីលុងមិនជាប់ខ្មោចចាស់ម្នាក់ចាប់ផ្ដើមយល់ថាប្រហែលជាមិនមែនបញ្ហាខ្មោចទេតែជាបញ្ហាសម័យបាទគាត់ចាប់ផ្ដើមដឹងខ្លួនថាការលុងបែបដ៏យឺតឬស្រែកបំភ័យគឺលែងមានប្រសិទ្ធភាពសម្រាប់មនុស្សដែលកាន់ទូរស័ព្ទ24ម៉ោងទៀតហើយបើលុងមិនជាប់ប៉ុន្តែបើខ្ញុំលេងបច្ចេកវិទ្យាវិញអូនេះហៅថា laptop មែនទេមនុស្សសម័យនេះខ្លាចវាណាជាពិសេសពេលដែលការងារមិនទាន់ហើយរកឃើញការបញ្ចូលទិន្នន័យមិនធម្មតា unusual input detected system beep sound effect កុំភ័យខ្ញុំកំពុង hack AI ឃើញអត់ខ្មោចក៏ជា AI ដែរកុំមើលងាយខ្មោចចំនួនដើមឯសោះប្រព័ន្ធនៅស្ថិតក្នុងស្ថានភាពធម្មតា system stability remains normal មិនមានសកម្មភាព hack ត្រូវបានបញ្ជាក់ទេ no hacking behavior confirmed សម័យនេះខ្មោចត្រូវរៀន coding ទៀតពិបាកជាងការដើរលុងតាម Mac ឈឺឆ្ងាយណាគ្រាន់តែចង់បំភ័យតាមកុំព្យូទ័រសោះក៏វាពិបាកម្ល៉េះហើយនៅពេលនេះខ្មោចចាក់ម្នាក់មិនទាន់ដឹងថា AI កំពុងចាប់ផ្ដើមសង្កេតគាត់វិញតើ AI នឹងរៀនអ្វីខ្លះពីខ្មោចហើយតើពិភពលោកនឹងទៅជាយ៉ាងណានេះគឺជាការចាប់ផ្ដើមនៃសង្គ្រាមរវាងវិញ្ញាណនិងបច្ចេកវិទ្យាសង្ឃឹមថាអ្នកទាំងអស់គ្នារីករាយនឹងរឿងរ៉ាវដ៏ខ្លីនេះកុំភ្លេចតាមដានភាពបន្តទៀតតើលោកតាសមឿននឹងអាចក្លាយជា hacker ខ្មោចដំបូងគេបានដែរទេសម្រាប់ពេលនេះសូមអរគុណនិងជួបគ្នានៅពេលក្រោយ